ភាគ3ផ្ដើមឡើងនៅវិមានអ្នកតាយើងក៏ឃើញមានអ្នកបម្រើពីរនាក់កំពុងតែនិយាយគ្នាដោយអ្នកបម្រើម្នាក់និយាយថាម្ចាស់ស្ត្រីរបស់យើងហាក់ដូចជាមានអារម្មណ៍ល្អណាស់នៅថ្ងៃនេះមែនហើយចាប់តាំងពីប្តីរបស់គាត់ញាក់មើលគាត់ពិតជាមានអារម្មណ៍ល្អមែនហើយតួប្រុសរបស់យើងនៅចិត្តនេះក៏បានលួចស្ដាប់ផងដែររត់គិតក្នុងចិត្តថានាងនាគញីនេះពិតជាប្រកាសជាសាធារណៈថាខ្ញុំជាប្តីរបស់គេមែនទេបន្ទាប់មកក៏ស្រមៃឃើញរូបភាពដែលចែកអ្នករបស់យើងនឹងបានធ្វើបាបខ្លួនទៅវិធីសាស្ត្រដែលចែកអ្នករបស់យើងនឹងធ្វើបាបតួឯកប្រុសរបស់យើងនឹងពិតជាសេអារម្មណ៍ខ្លាំងមែនតើបន្ទាប់ពីគិតហើយតួប្រុសរបស់យើងនឹងពិតជាខឹងខ្លាំងមែនតើហើយក៏និយាយតិចថាខ្ញុំលេអូនឹងមិននៅទីនេះហើយខ្លាចជាប្រដាប់ក្មេងលេងរបស់អ្នកឡើយម្ចាស់ស្ត្រីអ្នកប្រាក់បន្ទាប់ពីនិយាយតែម្នាក់ឯងហើយក៏ស្វែងរកផ្លូវដើម្បីរត់ចេញពីវិមានអ្នកប្រាក់ដោយរកចុះរកឡើងនឹងក៏ឃើញរុនមួយរួចក៏បន្តគិតថាតើវាមិនមែនជាអន្ទាក់ទេឬបន្ទាប់ពីគិតចុះគិតឡើងក៏យកដៃទះមុខខ្លួនឯងឲ្យស្វាងហើយក៏បន្តនិយាយថាមិនអីទេកុំគិតច្រើនពេកទោះបីជានេះជាអន្ទាក់ក៏ដោយខ្ញុំត្រូវតែចាក់ចេញពីទីនេះឲ្យបានផងដែរបន្ទាប់ពីនិយាយរួចតួឯកប្រុសរបស់យើងនឹងក៏លូនចេញតាមរុននោះមែនដោយសកម្មភាពរបស់តួឯកប្រុសរបស់យើងនឹងត្រូវបានចាយនាគក៏ដូចជានាគតូចរបស់យើងនឹងមើលឃើញទាំងអស់ហើយនាគតូចរបស់យើងក៏បាននិយាយថាម៉ាក់មើលប៉ាគាត់កំពុងធ្វើអ្វីនៅរណ្ដៅឆ្កែនោះមើលទៅលយណាស់ហើយចាយនាគរបស់យើងនឹងក៏បាននិយាយថាអូម៉ាក់ដឹងហើយមើលទៅប៉ារបស់កូនពិតជាអស្ចារ្យមែនក្រឡេកទៅមើលតួឯកប្រុសរបស់យើងវិញបានរត់ចេញពីវិមានអ្នកប្រាក់បានហើយដោយបន្តរត់អស់រយៈពេលដ៏យូរក៏គិតថាបន្ទាប់ពីខ្ញុំរត់បានឆ្ងាយហើយនាគញីនោះមិនគួរតាមខ្ញុំទាន់ទេដោយគិតបានតែបន្តិចតួប្រុសរបស់យើងនឹងក៏ទទួលបានអារម្មណ៍អ្វីមួយយ៉ាងហើយក៏ងាកមើលក្រោយក៏ឃើញនាគប្រាក់ដ៏ធំមួយកំពុងហោះដេញតាមខ្លួនដែលនាគប្រាក់នោះគឺជាចែកនាគរបស់យើងនឹងឯងនៅពេលដែលដេញទាន់តួឯកប្រុសរបស់យើងហើយចែកនាគរបស់យើងនឹងក៏បាននិយាយថាអ្នកពិតជារត់បានឆ្ងាយមែនលេអូហើយពួកគេក៏នៅតែបន្តនិយាយគ្នាអស់មួយសន្ទុះចែកនាគរបស់យើងនឹងក៏ចាប់តួឯកប្រុសរបស់យើងនឹងរត់ក៏ហោះចេញទៅដោយចំណាយពេលហោះអស់រយៈពេល3ម៉ោងមេឃក៏ចាប់ផ្ដើមងងឹតរហូតហោះមកដល់ដើមឈើធំមួយដែលនៅក្បែរចក្រភពរបស់មនុស្សចែកនាគរបស់យើងនឹងក៏ទម្លាក់តួឯកប្រុសរបស់យើងនឹងចុះមកក្រោមឬសូរតែក្ដុកដែលធ្វើឲ្យតួឯកប្រុសរបស់យើងនឹងក៏រៀងឈឺក្បាលបន្តិចផងដែរហើយក៏ងើបឈរមើលទៅកន្លែងមួយរួចក៏និយាយថាតើនេះមិនមែនជាចក្រភពរបស់មនុស្សមែនទេហើយចែកនាគរបស់យើងនឹងតបថាត្រូវហើយនេះជាចក្រភពរបស់មនុស្សតើអ្នកមានអារម្មណ៍ថាចង់ត្រឡប់ទៅទីនោះវិញទេប៉ុន្តែអ្នកមិនអាចត្រឡប់ទៅទីនោះវិញបានឡើយទោះបីឥឡូវនេះអ្នកនៅចិត្តវាក៏ដោយនិយាយបណ្ដើរមើលទៅកាន់តួឯកប្រុសយើងបណ្ដើរជាមួយនឹងទឹកមុខចង់ធ្វើស៊ីតួឯកប្រុសរបស់យើងទៀតហើយតារានាគនៅលើខ្លួនរបស់ពួកគេក៏បញ្ចេញពន្លឺឡើងដែលធ្វើឲ្យតួឯកប្រុសរបស់យើងនឹងភ័យទៀតហើយដោយភ័យពេកនឹងក៏ថយក្រោយទៅដល់ដើមឈើតែម្ដងហើយចែកនាគរបស់យើងនឹងនៅតែបន្តដើរចូលទៅចិត្តតួឯកប្រុសរបស់យើងបណ្ដើរហើយក៏និយាយបណ្ដើរថានេះជាឥទ្ធិពលនៃតារានាគនៅពេលដែលមនុស្សម្នាក់ក្នុងចំណោមមនុស្ស2នាក់មានអារម្មណ៍ចង់រួមគ្នានោះតារានាគវានឹងបញ្ចេញពន្លឺអញ្ចឹងកន្លែងហ្នឹងមានន័យថាតារានាគហ្នឹងវាមានឥទ្ធិពលធ្វើឲ្យពួកគេមានអារម្មណ៍ចង់ one night stand នឹងឯងក្រឡេកទៅមើលសាច់រឿងរបស់យើងវិញចែកនាគរបស់យើងក៏បាននៅចិត្តតួឯកប្រុសរបស់យើងរួចក៏បន្តនិយាយទាំងស្នាមញញឹមថាតើអ្នកកំពុងតែមានអារម្មណ៍ថាក្តៅពេញខ្លួនហើយមិនអាចទ្រាំទ្របាននឹងចង់ one night stand មែនទេតួប្រុសរបស់យើងនឹងក៏បានតបថាតើអ្នកចង់ធ្វើអីនៅទីនេះចែកនាគយើងនឹងតបថាចង់ធ្វើអីមែនទេខ្ញុំចង់ឲ្យអ្នកយកពីភាពអាម៉ាស់របស់ខ្ញុំដែលអ្នកបានធ្លាប់ធ្វើដាក់ខ្ញុំកាលពី2ឆ្នាំមុននោះអីដោយវិធីសាស្ត្រសងសឹករបស់ចែកនាគរបស់យើងនឹងពិតជាអែមមែនតែនហើយខ្ញុំនឹងហៅវាថា Hell go hell back ដែលមានន័យថាមានទៅមានមកចូលទៅកាន់សាច់រឿងយើងវិញបន្ទាប់ពីស្ដាប់សម្ដីចែកនាគហើយធ្វើឲ្យតួឯកប្រុសរបស់យើងរៀងខឹងបន្តិចដែររួចក៏ចាប់ដៃចែកនាគរបស់យើងនឹងចេញហើយក៏និយាយថាខ្ញុំនឹងរើឱកាសដើម្បីសងសឹកអ្នកវិញដែលធ្វើឲ្យចែកនាគរបស់យើងនឹងរៀងភាំងបន្តិចដែរហើយសម្រួលអារម្មណ៍មកវិញហើយក៏និយាយថាអូបើដូច្នេះខ្ញុំនឹងរងចាំពេលនោះមកដល់ដោយនិយាយរួចចែកនាគរបស់យើងនឹងក៏ចាប់ផ្ដើមធ្វើស៊ីទៅកាន់តួឯកប្រុសរបស់យើងនឹងជាលើកទី2បាត់ទៅហើយ